ចូលចិត្តញ៉ាំម្ហូបកូរ៉េតែអត់ចង់ចាយលុយច្រើនចឹងមកមើលវីដេអូនេះអ្នកទាំងអស់គ្នានឹងបានម្ហូបកូរ៉េឆ្ងាញ់ញ៉ាំហើយអស់លុយតិចទៀតថ្ងៃនេះខ្ញុំមានសាច់ជ្រូកស្ងោរញ៉ាំជាមួយនឹងគីមជីជ្រក់ជាមួយនឹងទឹកសសគូជូចាំងណាសម្រាប់បន្លែអូនដាក់ទៅតាមចំណូលចិត្តបងអូនខ្ញុំមានអាស្លឹកល្ងនេះអាស្លឹករៀងដូចបេះដូងហ្នឹងជាមួយសាឡាត់ពណ៌ស្វាយហើយនឹងម្ទេសអីចឹងទៅសម្រាប់សាច់ជ្រូកស្ងោរនេះគឺខ្ញុំស្ងោរជាមួយនឹងទឹកស៊ីអ៊ីវណាហើយសម្រាប់គ្រឿងកាត់ក្លិនដូចបងអូនឃើញនៅក្នុងវីដេអូហ្នឹងចឹងខ្ញុំមានស្លឹកខ្ទឹមមានស្លឹកស្អីគេនោះខ្ញុំអត់ស្គាល់ឈ្មោះវាទេប៉ុន្តែវាឈ្ងុយល្អតែបើបងអូនអត់មានស្លឹកហ្នឹងទេបងអូនដាក់តាផ្កាច័ន្ទមួយគ្រាប់ពីរគ្រាប់អីទៅបានហើយដើម្បីឲ្យសាច់ជ្រូករបស់យើងកុំឲ្យធំក្លិនសាច់ជ្រូកចឹងណាពេលស្ងោរដាក់អាហ្នឹងទៅវារៀងឈ្ងុយហើយសម្រាប់គ្រឿងទេសគ្រឿងផ្សំរសជាតិវិញខ្ញុំមានទឹកស៊ីអ៊ីវចំនួន1វែកជាមួយនឹងទឹកស៊ីអ៊ីវខាប់ចំនួនកន្លះវែកហើយអំបិលបន្តិចស្ករបន្តិចអីចឹងទៅដាក់វាឲ្យតែមានជាតិឡំអញ្ចឹងណាដើម្បីឲ្យសាច់ជ្រូករបស់យើងមានជាតិកុំឲ្យស្ងោរទៅវាសាបស្លមពេកទោះជាយើងយកទៅញ៉ាំជាមួយទឹកជ្រលក់ក៏ដោយក៏សាច់ត្រូវមានរសជាតិដែរសម្រាប់បន្លែបងអូនឆ្លាញ់បន្លែអីចូលចិត្តញ៉ាំបន្លែដាក់បន្លែហ្នឹងទៅសម្រាប់ខ្ញុំញ៉ាំបន្លែគឺមានសាឡាត់ពណ៌ស្វាយជាមួយនឹងអាស្លឹកជីមួយនោះខ្ញុំអត់ស្គាល់ឈ្មោះទេប៉ុន្តែរៀងវាដូចបេះដូងអញ្ចឹងតែបើអត់មានអាជីស្លឹកជីហ្នឹងទេបងអូនអាចប្រើអាស្លឹកជីពណ៌ស្វាយនោះជំនួសក៏បានដែរមានខ្ទឹមសមានម្ទេសកូរ៉េអញ្ចឹងទៅចង់ហឹរថែមម្ទេសហឹរតិចអញ្ចឹងទៅបន្លែខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងមុខទេបងអូនចង់ថែមស្រាយសមុទ្រអីបងអូនថែមស្រាយសមុទ្រទៀតឆ្ងាញ់ព្រោះខ្ញុំអត់បានទិញមកអញ្ចឹងមានប៉ុន្មានដាក់ប៉ុណ្្នឹងទៅហើយនេះសម្រាប់ទឹកជ្រលក់វិញខ្ញុំប្រើម្ទេសគូជូចាំងជាមួយនឹងទឹកសៀងណាអាសៀងនេះខ្ញុំយកអារសជាតិរៀងផ្អែមតែវាក៏អត់ផ្អែមខ្លាំងពេកដែរអញ្ចឹងខ្ញុំលាយវាជាមួយនឹងទឹកម្ទេសហើយនឹងទឹកសៀងនឹងចូលគ្នាខ្ញុំថែមស្ករបន្តិចគេតមកដើម្បីកុំឲ្យវាខាប់ពេកអញ្ចឹងណាយើងថែមជាមួយនឹងអាទឹកសសដែលយើងស្ងោរសាច់ជ្រូកហ្នឹងថែមវាចូលតិចមកហើយកូរវាឲ្យវារៀងរាវតិចទៅកុំឲ្យវាខាប់ពេកហើយបងអូនមានគីមជីដាក់គីមជីមកអូយរសជាតិគឺឆ្ងាញ់មែនតែនសម្រាប់សាច់ជ្រូកនេះគឺខ្ញុំស្ងោរវារយៈពេល20នាទីបងអូនបើបងអូនចង់វាឲ្យរៀងទន់ខ្លាំងបងអូនស្ងោរវាដល់40នាទីទៅអានេះខ្ញុំស្ងោរវា20នាទីវានៅរៀងឈប់ណាបងអូនចង់ឲ្យវាទន់ផុយអីបងអូនស្ងោរវាដល់40នាទីទៅវាផុយដូចរបៀបដូចយើងខសាច់ជ្រូកចឹងតែរសជាតិវាឆ្ងាញ់ហ្មងយើងស្ងោរជាមួយនឹងទឹកស៊ីអ៊ីវអញ្ចឹងណាហើយថែមជាមួយនឹងគ្រឿងទេសផ្សេងទៅធ្វើឲ្យសាច់ជ្រូកហ្នឹងវាមានជាតិហើយខាងក្នុងវាគឺ juicy ហ្មងអានេះគឺរូបរាងសាច់ជ្រូករបស់ខ្ញុំនៅពេលដែលស្ងោរហើយយើងញ៉ាំជាមួយនឹងគីមជីហើយនឹងទឹកជ្រលក់គូជូចាំងផ្ទាប់ជាមួយនឹងបន្លែហ្នឹងមកបងអូនអើយគឺឆ្ងាញ់ខ្លាំងហ្មងនិយាយទៅមិនបាច់ទៅហាងទេបងអូនចាយលុយអស់ដល់20000ហងបានឡើងឆ្ងាញ់ញ៉ាំបានដល់2នាក់ឥឡូវហ្នឹងចង់ញ៉ាំអីគឺធ្វើញ៉ាំខ្លួនឯងនៅផ្ទះហើយអត់សូវចេញទៅក្រៅគេព្រោះដោយសារតែសេដ្ឋកិច្ចរបស់យើងរៀងយ៉ាប់យ៉ឺនអញ្ចឹងរហូតអត់សូវបានសាំងឡើងថ្លៃអញ្ចឹងភាគច្រើនខ្ញុំធ្វើញ៉ាំខ្លួនឯងនៅផ្ទះហើយបងអូនអាចសាកធ្វើបានងាយស្រួលធ្វើអត់ប្រឡាក់ចានឆ្នាំងច្រើនទៀតអរគុណសម្រាប់ការទស្សនាជួបគ្នា content ផ្សេងៗទៀតណាបាយបាយ